បើអ្នកបាត់បង់អ្វីៗគ្រប់យ៉ាងកុំអាលអស់សង្ឃឹមអីអ្នកនៅសល់ថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់សាងជីវិតថ្មីរឿងកន្លងផុតទៅហើយកុំស្ដាយវាអីស្ដាយទៅត្រឡប់ទៅកែអ្វីមិនកើតដដែលកប់វាចោលទៅអនាគតភ្លឺស្វាងកំពុងរង់ចាំអ្នកបើអ្នកចាប់ផ្ដើមពីថ្ងៃនេះទៅហើយកុំខ្មាស់កុំអៀនកុំទួនជ្រាយកុំខ្លាចគេថាអីត្រូវប្រឹងធ្វើឲ្យអស់ពីចិត្តពីថ្លើមឲ្យដូចជាឈូកដុះចេញពីបឹងភក់ជីវិតជួបបញ្ហាលំបាកតែអ្នកត្រូវតែប្រឹងប្រែងរហូតបានទទួលជោគជ័យជីវិតរឹងមាំដោយសារការជួបប្រទះនៅឧបសគ្គហើយឆ្លងកាត់នៅឧបសគ្គទាំងនោះបានប្រៀបធៀបធ្វើអីខ្សែជីវិតមនុស្សម្នាក់នៅលើផែនដីនេះមិនដូចគ្នាទេកុំប្រៀបធៀបគ្នាអីគេជួបរឿងគេយើងជួបរឿងយើងបើជួបរឿងណាប្រឹងដោះរឿងនឹងទៅហើយដោះបានប៉ុណ្ណាសប្បាយចិត្តនឹងប៉ុណ្ណឹងទៅកុំមួម៉ៅអីគ្មានបានអីផងបានតែកើតទុកបន្ថែមប៉ុណ្ណោះតែអ្នកអាចរៀនសូត្រពីគេបានខ្លះដែរអ្វីមិនចេះតែបានតាមចិត្តយើងចង់ទេមិនដឹងថាសាងកម្មអីពីមុនមកទើបជួបរឿងមិនល្អច្រើនបែបនេះទ្រាំទៅហើយប្រឹងសាងល្អពីថ្ងៃនេះតទៅកុំអស់សង្ឃឹមកុំស្ដីបន្ទោសថាអំពើល្អមិនឲ្យផលឡើយបើអ្នកព្រោះស្រូវថ្ងៃនេះអ្នកមិនអាចទៅច្រូតថ្ងៃស្អែកបានទេបាក់ទឹកចិត្តពេលជួបបញ្ហាច្រើនពេកពេលបាត់បង់មនុស្សជាទីស្រឡាញ់ឬសង្ឃឹមខ្លាំងហើយបែរជាខកបំណងទៅវិញឬឈឺយូរពេកឬប្រឡងធ្លាក់ជាដើមធ្វើឲ្យអ្នកខ្លះស្លុតចិត្តខ្លាំងបាត់បង់ស្មារតីគិតអីលែងចេញបែរជាស្រងូតស្រងាត់អស់កម្លាំងលែងចង់ធ្វើអីអស់សង្ឃឹមរហូតដល់អ្នកខ្លះលែងចង់បន្តដំណើរទៅមុខទៀតក៏មានមូលហេតុចម្បងនៃជំងឺបាក់ទឹកចិត្តគឺការមិនព្រមទទួលស្គាល់ការពិតដែលកើតឡើងចង់ឲ្យរឿងបានដូចចិត្តគិតចង់ឲ្យអ្វីល្អដូចដើមដែលសុទ្ធតែជារឿងមិនអាចទៅរួចហើយបើបណ្ដែតបណ្ដោយឲ្យចិត្តបន្តក្រៀមក្រំយូរទៅចិត្តអ្នកនឹងកាន់តែដុនដាបទៅមិនខានប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលសម្រាកឲ្យបានគ្រប់គ្រាន់ហូបឲ្យបានត្រឹមត្រូវគេងឲ្យសមល្មមបើអម្រែកធ្ងន់ពេកអ្នកត្រូវចោលរបស់មិនសំខាន់ចេញខ្លះទើបបានស្រាលខ្លួនហើយធ្វើដំណើរបានឆ្ងាយយ៉ាងណាមិញបើចង់ឲ្យចិត្តបានធូរស្រាល
អ្នកត្រូវតែបោះចោលរឿងខ្លះដែលមិនសំខាន់ចេញពីចិត្តរៀនដោះលែងខ្លួនអ្នកពីអតីតកាលរឿងណាហួសហើយឲ្យវាហួសទៅចុះកុំសូវក្រឡេកមើលវាច្រើនពេកមានស្មារតីទាញចិត្តឲ្យមកគិតរឿងល្អរឿងបច្ចុប្បន្នរឿងដែលត្រូវធ្វើពេលនេះរឿងចាស់ឲ្យវាចប់ទៅចុះខ្មោចកប់ហើយកុំគោះមកហាត់អីអ្នកអាចចាប់ផ្ដើមសារជាថ្មីគ្មានអ្វីត្រូវស្ដាយហើយក៏គ្មានអ្វីត្រូវខ្មាស់អៀនដែរហើយកុំសូវខ្វល់ខ្វាយនឹងពាក្យសម្ដីគេច្រើនពេកអ្នកជាអ្នកទទួលខុសត្រូវលើជីវិតអ្នកអនាគតនឹងអាចប្រសើរបើអ្នកប្រឹងប្រែងក្នុងថ្ងៃនេះសូមផ្ដាំដល់អ្នកមានវិបត្តិទាំងឡាយថាបើខូចចិត្តហាមហូបគ្រឿងស្រវឹងឬប្រើគ្រឿងញៀនវាជួយរុញអ្នកឲ្យធ្លាក់ទៅកាន់តែជ្រៅរហូតហៅលែងឮជីវិតខ្ញុំជួបបញ្ហាច្រើនម្លេះអ្នកណាក៏មានបញ្ហាដែរតែច្រើនតាមកម្មរបស់ខ្លួននិងតាមកម្រិតនៃការអប់រំចិត្តរៀងខ្លួនបើបាបចាស់ច្រើនថែមទាំងមិនបានអប់រំចិត្តទៀតទុកជន់លើទុកមិនខានបើអ្នកជួបរឿងទុក្ខសោកច្រើនហើយត្អូញត្អែប្រាប់គេតែបានប្រយោជន៍អ្វីបើគេស្រឡាញ់អ្នកគេបានត្រឹមអាណិតឬជួយអ្នកបានតិចតួចហើយបើគេស្អប់អ្នកវិញគេនឹងសើចចំអកឲ្យអ្នកថែមិនខានកុំទន់ជ្រាយពេកអីជីវិតមានបញ្ហាអញ្ចឹងឯងបើជួបដោះស្រាយទៅហើយបើដោះបានប៉ុណ្ណាក៏ព្រមតាមសមត្ថភាពប៉ុណ្ណឹងទៅកុំកើតទុក្ខពេកពិបាកចិត្តទៅបានតែកើតទុក្ខថែមបាបចាស់នាំឲ្យអ្នកជួបរឿងមិនល្អហើយភាពមួម៉ៅក្តៅក្រហាយនឹងរឿងនោះជាបាបថ្មីដែលធ្វើឲ្យអ្នករឹងរឹតតែកើតទុក្ខថែមក្លាហានឡើងរឹងប៉ឹងឡើងងើបមុខឡើងក្រឡេកមើលឲ្យឆ្ងាយប្រឹងឈានទៅមុខទៀតបន្តដំណើររហូតដល់ថ្ងៃបញ្ចប់កំហឹងពេលអ្នកខាង1នាទីអ្នកបានបាត់បង់សេចក្តីសុខអស់60វិនាទីកំហឹងបានដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកមុនដំបូងគេមុននឹងរាលដាលដល់អ្នកដទៃសាមញ្ញជនយើងគ្រប់គ្នាតែមានកំហឹងតែកុំខឹងយូរពេកខឹងមួយផ្លែតបានហើយរួចភ្លេចទៅកុំគុំទុកអីព្រោះបើគុំទៅក្តៅទៅខ្លួនឯងជួនកាលគេមិនទាំងដឹងខ្លួនផងរៀនខន្តីខ្លះទៅអ្វីមិនចេះតែបានតាមចង់ទេកុំមួម៉ៅក្តៅក្រហាយពេកអីគ្មានបានអីមកផង
បានតែកើតទុកថែមរៀនអត់ឱនយោគយល់ខ្លះទៅមានអ្នកណាចង់ខុសចង់អាក្រក់ទេបញ្ញែបញ្យល់គ្នាទៅបើគេធ្វើតាមជាការល្អតែបើគេមិនធ្វើតាមទេក៏មិនដឹងធ្វើម៉េចហើយបើក្តៅក្រហាយទៅក៏បានត្រឹមតែកើតទុកទទេហើយបាបទៀតប្រឹងណែនាំឲ្យអស់ពីលទ្ធភាពទៅហើយសប្បាយចិត្តនឹងអ្វីដែលយើងអាចធ្វើបានទើបមិនសូវកើតទុកអ្នកអាចបង្កើតរូបគេបានតែមិនអាចបង្កើតចិត្តគេបានទេសត្វលោកប្រព្រឹត្តទៅតាមកម្មរបស់ខ្លួកំហឹងមួយផ្លែតកំហុសមួយជីវិតកុំយកកំហឹងជាម្ចាស់ក្នុងការសម្រេចចិត្តត្រូវធ្វើជាម្ចាស់កំហឹងវិញខ្សោយស្មារតីមួយថ្ងៃមិនដឹងគិតរឿងអីខ្លះទេចេញពីរឿងមួយចូលរឿងមួយចេញពីអ្នកនេះចូលអ្នកនោះចិត្តដើររហូតគ្មានទីសម្ចតត្រឹមត្រូវយូរទៅចិត្តអ្នកនឹងរវើរវាយរឹកសុកមិនសូវឃើញឡើយចិត្តដែលចេះតែគិតរឿងគេពេកคล้ายជាចិត្តអនាថាគ្មានផ្ទះសម្បែងគួរឲ្យអាណិតក្រៃពេកកុំសូវបណ្ដោយឲ្យចិត្តអ្នកគិតរឿងខាងក្រៅច្រើនពេករៀនទាញវាមកនៅក្នុងផ្ទះគឺរូបរាងកាយអ្នកវិញរៀនមានស្មារតីដឹងខ្លួនថាអ្នកកំពុងធ្វើអ្វីកំពុងគិតអ្វីកំពុងនិយាយអ្វីឲ្យស្មារតីតាមដានសកម្មភាពអ្នកជាប្រចាំអ្នកធ្វើអ្វីក៏មានស្មារតីដឹងខ្លួនថាអ្នកកំពុងធ្វើកិច្ចការងារនោះម្យ៉ាងទៀតទម្លាប់តាមដានចិត្តអ្នកវាគិតរឿងល្អក៏ដឹងថាវាគិតរឿងល្អវាគិតរឿងមិនល្អក៏ដឹងថាវាគិតរឿងមិនល្អហើយកុំបន្ទុះសារាយជាមួយនឹងវាអីជាធម្មជាតិនៃចិត្តតែងតែគិតរឿងល្អខ្លះមិនល្អខ្លះអីចឹងឯងតែអ្នកត្រូវតែតាមដានមើលវាជាប្រចាំហើយព្យាយាមទាញវាឲ្យដើរក្នុងផ្លូវត្រូវវិញធ្វើយ៉ាងនេះចិត្តអ្នកនឹងនៅជាមួយខ្លួនអ្នកបានច្រើនចិត្តអ្នកនឹងរឹងមាំមិនសូវរវើរវាយឡើយជីវិតខ្ញុំមិនដូចគេខ្សែជីវិតមនុស្សម្នាក់លើផែនដីនេះមិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងមិនបាច់ប្រៀបធៀបគ្នាទេនាំតែកើតទុក្ខអ្នកកើតមកមិនមែនដើម្បីដើរប្រណាំងជាមួយអ្នកដទៃទេមនុស្សម្នាក់មានចំណុចចាប់ផ្ដើមរៀងខ្លួនហើយធ្វើដំណើរក្នុងល្បឿនផ្សេងគ្នាបើគេជាកូនអ្នកមានគេមានផ្លូវជ្រើសរើសច្រើនរីឯយើងជាកូនអ្នកក្រយើងត្រូវចេញដំណើរពីកន្លែងដែលយើងឈរ
កុំចាំបាច់ប្រៀបធៀបនឹងគេអីហើយក៏មិនចាំបាច់ត្រូវបន្ទោសអ្នកនេះអ្នកនោះដែរធម្មជាតិនៃជីវិតគឺខុសគ្នាចឹងឯងមនុស្សម្នាក់មានបញ្ញាស្មារតីផ្សេងគ្នាហើយល្បឿននៃជីវិតក៏ផ្សេងគ្នាដែរម្យ៉ាងទៀតទីផ្ដាច់ព្រាត់ក៏នៅកន្លែងផ្សេងគ្នាបើគេមានបញ្ញាច្រើនគេទៅលឿនជាងយើងគេទៅដល់ទីព្រាត់មុនយើងគ្មានអ្វីត្រូវប្រណាំងគ្នាទេបុណ្យសន្សំមកផ្សេងគ្នាតែយើងក៏ត្រូវរៀនសូត្រពីគេដែរហើយប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើងមិនមែនឲ្យខ្ជិលទេតែក៏កុំប្រៀបធៀបដើម្បីបង្កើតទុក្ខដាក់ខ្លួនឯងឡើយជីវិតអ្នកជាជីវិតអ្នកជីវិតគេជាជីវិតគេខ្លាចបារម្ភពេកខ្លាចពេកនាំឲ្យចិត្តអ្នកវិលវល់មិនសូវបានសុខទេពេលខ្លះមិនទាំងមានរឿងអីផងឬរឿងនោះតូចតាចណាស់តែបែរទៅជាស្លន់ស្លោគិតរឿងមួយចេញរឿង100ហើយដេកកើតទុកបដ ாய் យូរទៅអ្នកនឹងរស់នៅក្នុងភាពភ័យខ្លាចរហូតគ្មានអ្នកណាល្ងង់ទៅដេកភ័យខ្លាចថ្ងៃរះនោះទេរះលិចជារឿងរបស់ថ្ងៃយ៉ាងណាមិញរឿងល្អរឿងអាក្រក់តែងកើតមានជាធម្មតាគ្មានអ្នកណាជៀសរួចទេហើយអ្នកមិនអាចបង្គាប់បញ្ជាវាបាន 100% ឡើយប្រឹងប្រែងទៅប្រយ័ត្នប្រយែងទៅតែបើវាមិនបានដូចចិត្តទេក៏កុំមួម៉ៅពេកអីដោះស្រាយទៅកុំទម្លាប់នាំខ្មោចមកលងចិត្តខ្លួនឯងអីខូចគ្រោះក្បាលអស់ហើយកុំប្រកាន់ពេកកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តឡើយមិនអាចទេចង់កាន់តែខ្លាំងទុកក៏ខ្លាំងដែរហើយកុំទម្លាប់បង្កើតរឿងសពនិមិត្តមកបន្លាចចិត្តខ្លួនឯងឡើយរឿងនោះមិនទាន់មានទេប្រាប់ចិត្តកុំឲ្យល្ងងដូចនេះទៀតរៀនតាំងចិត្តឲ្យស្វាហាប់ឲ្យរឹងមាំប្រឹងបំពេញភារកិច្ចណាដែលអ្នកត្រូវធ្វើពេលនេះឲ្យអស់ពីសមត្ថភាពរឿងថ្ងៃស្អែកចាំស្អែកចាំគិតទៀតតាមរកសេចក្តីសុខខ្ញុំធ្លាប់ជួបអ្នកមានអ្នកក្រអ្នកតូចអ្នកធំអ្នកមានគ្រួសារអ្នកអត់គ្រួសារម្នាក់សុទ្ធតែមានទុក្ខរៀងខ្លួនកាលនៅក្រនឹកថាបើមាននឹងបានសុខពេលមានល្មមរស់ហើយនៅតែមានរឿងនាំឲ្យកើតទុក្ខមិនចេះអស់មិនចេះហើយពេលស្មុគស្មាញខ្លាំងអ្នកខ្លះចង់បំភ្លេចទុក្ខក៏នាំគ្នាទៅពួនក្នុងដបស្រាឬពេលខ្លះប្រើប្រាស់គ្រឿងញៀនក៏មាន
ទ្រព្យសម្បត្តិកិត្តិយសកេរ្តិ៍ឈ្មោះញាតិមិត្តក្រុមគ្រួសារជារឿងចាំបាច់សម្រាប់រស់តែវាមិនអាចធានាសេចក្តីសុខទាំងស្រុងបានទេព្រោះវាអាចប្រែប្រួលបាត់បង់ពេលណាក៏បានសូមកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅទាំងស្រុងពេកត្រូវព្យាយាមអប់រំចិត្តមានខន្តីមានអំណត់មានការតស៊ូព្យាយាមរៀនរីករាយនឹងអ្វីដែលខ្លួនមានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងនិងសពសត្វទាំងអស់រៀនស្ដាប់ធម៌ចម្រើនបញ្ញាស្មារតីហ៊ានប្រឈមមុខនឹងការពិតនៃជីវិតហើយកុំសូវប្រកាន់ហួងហែងខ្លាំងពេកទើបជីវិតមិនសូវមានទុក្ខចិត្តដែលបានអប់រំល្អហើយនឹងនាំសេចក្តីសុខមកឲ្យថ្ងៃនិងយប់ថ្ងៃយប់ជារឿងធម្មជាតិគ្មានអនាគតបានទេពេលថ្ងៃប្រឹងរៀនប្រឹងធ្វើការទៅហើយពេលយប់មកដល់ក៏គ្មានអីត្រូវយំដែរគេងសម្រាកសម្រានទៅជីវិតក៏ដូចគ្នាពេលខ្លះជួបរឿងល្អទទួលយកទៅតែកុំមានមោទនភាពពេកកុំអួតក្អេងក្អាងពេកជោគជ័យថ្ងៃនេះមិនប្រកាសថាជោគជ័យថ្ងៃស្អែកទេហើយបើពេលខ្លះជួបរឿងមិនល្អក៏គ្មានអីត្រូវយំដែរប្រឹងដោះស្រាយទៅជីវិតគឺអញ្ចឹងឯងពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អអ្នកយំពេលជួបបញ្ហាប្រៀបដូចជាអ្នកយំមិនចង់ឲ្យមេឃងងឹតដូច្នោះឯងជាមនុស្សល្ងង់ខ្សោយបញ្ញាមិនហ៊ានទទួលស្គាល់ការពិតនៃជីវិតបុគ្គលនោះនឹងរស់នៅជាមួយសេចក្តីទុក្ខច្រើនជាមិនខានច្រណែនចិត្តនៅល្ងងច្រើនចុះចិត្តដើរច្រណែនគេខ្លាចគេល្អជាងខ្លួនជាមនុស្សចិត្តចង្អៀតជាមនុស្សសន្សំទុកដាក់ខ្លួនអ្នកខ្លះមិនត្រឹមតែច្រណែនទេថែមទាំងដើរនិយាយដើមនិយាយអាក្រក់ពីអ្នកដទៃទៀតផងបាបជន់លើបាបបាបរឿងច្រណែនគេផងបាបរឿងនិយាយដើមគេផងដៅកាហាយចិត្តខ្លួនឯងផងហើយបើគេដឹងគេស្អប់យើងទៀតតាមពិតទៅគេមានបុណ្យគេប្រឹងទើបគេបានសម្រេចជោគជ័យទម្លាប់រីករាយនឹងភាពជោគជ័យរបស់គេទៅសប្បាយចិត្តអបអរសាទរពេលឃើញគេបានចម្រុងចម្រើនគេក៏សប្បាយអ្នកក៏រីករាយអ្នកបានបុណ្យផងបានមិត្តភាពផងតែបើគេបានដោយទុច្ចរិតយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនគេដែរតែយើងគួរឲ្យអាណិតគួរឲ្យសង្វេគថាគេបានសាងបាបកម្មច្រើន
ថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានគេមិនដូចយើងមនុស្ស7កោដនៅលើផែនដីនេះមានចិត្ត7កោដដែរគេមានរបៀបគិតរបស់គេយើងមានរបៀបគិតរបស់យើងម្នាក់មានចំណេះដឹងមានការយល់ឃើញខុសៗគ្នាអ្នកមិនអាចបង្ខំគេឲ្យគិតដូចយើងបានគ្រប់រឿងបានទេតែអ្នកអាចណែនាំពន្យល់ហេតុផលរបស់អ្នកឲ្យគេបានដឹងឲ្យអស់ពីសមត្ថភាពអ្នកទៅបើគេស្ដាប់បានជារឿងល្អបើគេស្ដាប់មិនបានទេក៏មិនដឹងទៅធ្វើម៉េចបើមួម៉ៅទៅបានត្រឹមតែកើតទុកខ្លួនឯងតែអ្នកនៅតែអាចប្រដៅណែនាំឲ្យអស់ពីសមត្ថភាពអ្នកបើណែនាំហើយគេមិនស្ដាប់ទេកម្មអ្នកណាអ្នកនឹងទទួលទៅកុំដោយសារតែរឿងគេនាំឲ្យអ្នកកើតទុក្ខឡើយមនុស្សម្នាក់សន្សំនិស្ស័យមកផ្សេងគ្នាគេមិនដូចអ្នកក៏មិនដូចគេដែររៀនទទួលស្គាល់ការពិតរៀនព្រមរៀនកុំចង់ខ្លាំងពេករៀនអនុញ្ញាតឲ្យគេខុសពីយើងអ្នកនឹងបានធូរស្រាលពីទុក្ខកង្វល់មិនខានកុំប្រមាទជីវិតយើងម្នាក់មិនទៀងទាត់ទេអាចផ្លាស់ប្ដូរប្រែប្រួលពេលណាក៏បានអ្នកអាចជួបគ្រោះថ្នាក់ឬធ្លាក់ខ្លួនឈឺឬត្រូវបាត់បង់ជីវិតដោយហេតុណាមួយក៏ថាបាននិយាយនេះមិនមែនឲ្យភ័យទេតែត្រូវតែមានស្មារតីកុំធ្វេសប្រហែសឡើយកុំគិតថានៅក្មេងឬចាំពេលនេះចាំពេលនោះទើបធ្វើបុណ្យឡើយប្រយ័ត្នស្លាប់ទៅទាំងដែលមិនបានធ្វើបុណ្យអ្វីសោះទាន់មានពេលត្រូវប្រឹងសាងល្អឲ្យហើយក្នុងថ្ងៃនេះកុំចាំថ្ងៃស្អែកបើមានពុកម៉ែត្រូវមើលថែគាត់ឲ្យអស់ពីចិត្តពីថ្លើមបើនៅក្មេងត្រូវប្រឹងប្រែងស្វែងរកវិជ្ជាដាក់ខ្លួនពេលមានសុខភាពល្អត្រូវសន្សំទ្រព្យផងសន្សំបុណ្យផងចម្រើនបញ្ញាផងកុំភ្លេចខ្លួនកុំប្រមាទគ្រោះថ្នាក់មើលមិនឃើញទេហើយជីវិតមិនទៀងទាត់ឡើយមុននឹងស្លាប់យ៉ាងហោចណាស់ក៏បានសន្សំបុណ្យទុកខ្លះដែរកុំឲ្យទៅវិញទាំងដៃទៅទេពេលវេលារបស់អ្នកនៅលើផែនដីនេះមិនសូវសម្បូរឡើយត្រូវឆ្លៀតធ្វើល្អសន្សំកុសលសាងបញ្ញាទើបបានប្រសើរទាំងបច្ចុប្បន្ននិងអនាគតស្លាប់ទៅយកអ្វីទៅមិនបានទេត្រូវប្រឹងវិច្ចសម្ពាយបុណ្យឲ្យបានច្រើនជាងសម្ពាយបាបទើបជីវិតបានប្រសើរខ្ពស់ៗក្នុងពេលអនាគត
គេឈ្នានេះខ្ញុំខំធ្វើល្អណាស់តែនៅតែមានគេចំណែននិន្ទាខ្ញុំនិយាយអាក្រក់ពីខ្ញុំឌឺដងដាក់ខ្ញុំបង្ខូចខ្ញុំរហូតបើអ្នកប្រឹងប្រែងធ្វើល្អអ្នកជាមនុស្សល្អហើយបើគេចរណែននិន្ទាអ្នកគេជាមនុស្សអាក្រក់មិនពាក់ព័ន្ធគ្នាទេតែបើអ្នកមួម៉ៅនឹងគេអ្នកក៏คล้ายជាមនុស្សអាក្រក់មួយនឹងគេដែរបើគេហុចភ្លើងឲ្យអ្នកទទួលឬមិនទទួលជាសិទ្ធិរបស់អ្នកបើអ្នកចង់ក្តៅទទួលយករឿងនឹងមកដាក់ក្នុងខួរក្បាលទៅក្តៅកាហាយហើយតែបើអ្នកមិនចង់ក្តៅទេកុំយកភ្លើងនឹងអីកុំទុកដាក់ក្នុងខួរក្បាលអ្នកអីឲ្យគេយកទៅវិញចុះឬក៏ឲ្យវារសាត់បាត់ពីខួរក្បាលអ្នកទៅអ្នកនឹងមិនសូវលំបាកទេគេឌឺដងចង់ឲ្យអ្នកក្តៅបើអ្នកក្តៅតាមគេមែនមានន័យថាអ្នកធ្វើតម្រូវចិត្តសត្រូវរបស់អ្នកហើយគេមានឥទ្ធិពលលើជីវិតអ្នកហើយកុំបណ្ដោយឲ្យអ្នកដទៃមកកំណត់សុខទុក្ខក្នុងចិត្តអ្នកឡើយឆ្លោះគ្នាងាយបំផុតរឿងឆ្លោះគ្នាអ្នកណាក៏ចេះឆ្លោះដែរពេលណាក៏អាចឆ្លោះបានដែរហើយកន្លែងណាក៏ឆ្លោះគ្នាកើតដែរនៅផ្ទះនៅសាលានៅកន្លែងធ្វើការនៅវត្តអារាមសុទ្ធតែអាចឆ្លោះគ្នាបានទាំងអស់កន្លែងមួយសម្បូរណាស់អ្នកអុចតែមិនសូវសម្បូរអ្នកពន្លត់ទេសម្បូរអ្នកចង់ឈ្នះតែមិនសូវសម្បូរអ្នកចង់រួបរួមទេសម្បូរអ្នកខ្លាំងតែឯងតែមិនសូវសម្បូរអ្នកប្រមូលអ្នកខ្លាំងទេសម្បូរអ្នកចាប់កំហុសតែមិនសូវសម្បូរអ្នកកែលម្អទេសម្បូរអ្នកដល់ត្រើយហើយសើចគូតដាក់តែមិនសូវសម្បូរអ្នកដឹងគុណទេដរាបណានៅតែមានមេរោគឆ្លោះក្នុងចិត្តចំនួននឹងនៅតែកើតជាបន្តបន្ទាប់មិនចេះចប់មិនចេះហើយឡើយពេលឆ្លោះគ្នាម្នាក់តាមចាប់កំហុសគ្នាទៅវិញទៅមកហើយលើកយកមកវាយប្រហារគ្នាចង់ឈ្នះចង់ចាញ់គ្នារកទីបំផុតមិនបានឡើយហើយបញ្ហាទាំងនោះគ្មានព្រះអង្គព្រះអិនណាមកជួយដោះស្រាយយើងបានឡើយបើយើងមិនប្រឹងដោះស្រាយដោយខ្លួនឯងហើយអ្នកដែលចាប់ផ្ដើមមុនគេគឺខ្លួនអ្នកត្រូវតែរៀនគ្រប់គ្រងចិត្តខ្លួនឯងរៀនកាត់បន្ថយកំហឹងរៀនបង្រួបបង្រួមគ្នារៀនឲ្យតម្លៃគ្នារៀនកាត់ចិត្តមានះរៀនស្រឡាញ់រាប់អានគ្នាអត់ឱនគ្នាទៅវិញទៅមករៀនចែករំលែករៀនធ្វើជាអ្នកដោះកុំធ្វើជាអ្នកអុចបន្ថែមហើយកុំសូវចាប់កំហុសគ្នាអីនោះបញ្ហានឹងបានធូរស្រាលការរាប់អានគ្នានឹងបានកើតឡើងការងារនឹងបានរីកចម្រើនទៅមុខមិនខានឈឺមិនដឹងខ្លួន
ឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសបនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយផ្គាប់ចិត្តមិនត្រូវបើគេស្អប់អ្នកទោះបីអ្នកធ្វើល្អប៉ុណ្ណាក៏គេមិនពេញចិត្តនឹងអ្នកដែរដូច្នេះកុំគ្រាន់តែចង់ផ្គាប់ចិត្តគេហើយបំផ្លាញសេចក្តីសុខខ្លួនអ្នកឡើយឬដោយសារតែពាក្យគេថាធ្វើឲ្យអ្នកមួម៉ៅចិត្តឡើយបើអ្នកចង់ធ្វើតម្រូវចិត្តមនុស្សគ្រប់គ្នាអ្នកពិតជាហត់រហូតដល់ថ្ងៃស្លាប់បើអ្នកជឿជាក់ថាការងារអ្នកជារឿងល្អជារឿងមានប្រយោជន៍ប្រឹងធ្វើទៅទោះបីមានអ្នកខ្លះមកបន្តិចបង្អាក់អ្នកក៏ដោយក៏កុំស្ទាក់ស្ទើរអីប្រឹងដើរទៅមុខទៀតដើរឲ្យដល់ទិសដៅដែលអ្នកពងទុកហើយប្រាប់គេថាអ្នកពិតជាអាចធ្វើបានជីវិតអ្នកជាជីវិតអ្នកមាត់គេជាមាត់គេកុំបណ្ដោយឲ្យពាក្យគេថាបំផ្លាញកិច្ចការអ្នកឡើយមិនមែនមិនឲ្យស្ដាប់គេទេស្ដាប់ចុះហើយពិចារណាផងបើវាជួយអ្នកឲ្យបានចម្រើនទៅមុខទទួលយកទៅតែបើគ្រាន់តែជាពាក្យបន្តិចបង្អាក់ទេបោះចោលទៅកុំយកទុកក្នុងចិត្តអីហើយអ្នកត្រូវតែហ៊ានទទួលខុសត្រូវចំពោះជំរឿសរបស់អ្នក
កុំទម្លាប់បន្ទោសគេបន្ទោសឯងអីរៀនធ្វើជាមនុស្សរឹងប៉ឹងជាមនុស្សចេះទទួលខុសត្រូវលើជីវិតខ្លួនឯងទុកច្រើនបើអ្នកស្រឡាញ់ខ្លាំងហួងហែងខ្លាំងពេលបាត់បង់ទុកក៏ខ្លាំងដែរម្យ៉ាងទៀតបើអ្នកចង់បានច្រើនឬក៏សង្ឃឹមខ្លាំងពេកពេលមិនបានដូចចិត្តទុកក៏ច្រើនដែរដើម្បីកាត់បន្ថយសេចក្តីទុក្ខអ្នកត្រូវតែរៀនកាត់បន្ថយការប្រកាន់ហួងហែងខ្លះគេមិនចេះតែធ្វើត្រូវចិត្តយើងរហូតទេអ្វីមិនចេះតែបានដូចចិត្តចង់រហូតឡើយត្រូវដឹងថាក្នុងជីវិតនេះពេលខ្លះបានដូចបំណងពេលខ្លះមិនបានដូចបំណងជារឿងធម្មតាហើយបើស្រឡាញ់ក៏ស្រឡាញ់ចុះតែកុំភ្លេចថាអ្វីនឹងត្រូវប្រែប្រួលជាធម្មតាថ្ងៃនេះជួបថ្ងៃស្អែកអាចព្រាត់គ្មាននរណាខាត់បានឡើយកុំហួងហែងពេកអីម្យ៉ាងទៀតបើសង្ឃឹមក៏សង្ឃឹមចុះហើយប្រឹងឲ្យអស់ពីសមត្ថភាពទៅតែបើលទ្ធផលបានយ៉ាងណាក៏ត្រូវតែហ៊ានទទួលត្រូវតែហ៊ានប្រឈមកុំមួម៉ៅពេកអីបើខុសកែទៅកុំស្មុគពេកជីវិតគឺចឹងឯងអ្វីមិនចេះតែបានតាមចិត្តយើងចង់ទេការងារទាំងឡាយបានសម្រេចខ្លះមិនបានសម្រេចខ្លះគេធ្វើត្រូវចិត្តខ្លះមិនត្រូវចិត្តខ្លះជារឿងធម្មតាកុំចង់ឲ្យតែគេដូចយើងរហូតយើងក៏មិនដូចគេដែរចេះទ្រាំខ្លះទៅចេះទទួលស្គាល់ការពិតខ្លះទើបមិនសូវកើតទុក្ខបើចង់បានសុខទាល់តែទម្លាប់គិតរឿងល្អនិយាយរឿងល្អរំលឹករឿងល្អមើលមនុស្សផ្នែកខាងល្អរៀនលើកលែងទោសមានចិត្តសន្តោសប្រណីស្រឡាញ់សពសត្វទាំងអស់មិនច្រណែនមិនសូវខឹងគុំគួនខ្លាំងមិនស្មុគស្មាញពេកកុំស្ដាយក្រោយកុំព្រួយបារម្ភពេកកុំហួងហែងខ្លាំងពេកកុំសូវមើលរឿងក្តៅក្រហាយកុំសូវអានព័ត៌មានអាក្រក់ពេកកុំលូបលួនពេកកុំប្រកាន់ខ្លួនពេកកុំធ្វើការងារហួសកំណត់កុំចូលចិត្តនិយាយដើមគេគេញឲ្យបានគ្រប់គ្រាន់ហូបអាហារឲ្យបានល្អហាត់ប្រាណហ៊ានទទួលស្គាល់ការពិតស្ដាប់ធម៌ធ្វើសមាធិ